ការស្ថាបនារាជធានីក្រោយពីព្រះបិតារបស់ព្រះអង្គចូលទីបង្គត់ទៅព្រះបាទយសោវរ្ម័នក៏បានឡើងគ្រងរាជសម្បត្តិបន្តនៅរាជធានីហរិល័យនៅឆ្នាំ893នៃគ្រិស្តសករាជព្រះបាទយសោវរ្ម័នក៏បានសាងប្រាសាទលលៃរួមមាន4តួប្រាង្គធ្វើអំពីឥដ្ឋនៅចំកណ្ដាលបារាយណ៍ឥនតកាតដើម្បីឧទ្ទិសដល់ព្រះមេត្តាព្រះបិតានិងព្រះអាយកោព្រះអាយការបស់ព្រះអង្គវាដូចគ្នាទៅនឹងព្រះបាទឥន្ទ្រវរ្ម័នដែលបានកសាងប្រាសាទព្រះគោដើម្បីឧទ្ទិសដល់បុព្វបុរសរបស់ព្រះអង្គដែរដើម្បីបំពេញនៅកាតព្វកិច្ចរបស់ខ្លួនត្រូវជាកូនព្រះអង្គក៏បានសម្រេចចិត្តចាកចេញពីរាជធានីហរិល័យដើម្បីទៅកសាងរាជធានីថ្មីមួយទៀតរមណីយដ្ឋានអង្គរត្រូវបានកកើតឡើងនៅចម្ងាយ20គីឡូម៉ែត្រពីរាជធានីហរិល័យគឺនៅលើដីទំនាបផ្នែកខាងជើងទន្លេសាបក្បែរនឹងជើងភ្នំគូលែនដែលជាភ្នំមួយសម្បូរទៅដោយថ្មភក់គឺជាតំបន់មួយដែលរួមមានភ្នំ3នៅទម្រាបគ្នាគឺភ្នំបូកភ្នំបាខែងនិងភ្នំក្រោមរាជធានីទាំង3នេះបានតាំងនៅក្បែរស្ទឹងដូចគ្នាគឺរាជធានីហរិល័យបញ្ចូលទឹកឲ្យស្ទឹងរលួសឯក្បែរប្រាសាទអង្គរក៏មានស្ទឹងសៀមរាបហូរកាត់ដែរនៅតំបន់ក្បែរច្រាំងទន្លេសាបត្រូវបានទទួលរងនឹងការលិចលង់រាល់រដូវវស្សាដោយសារតែទឹកទន្លេមេគង្គហូរបញ្ច្រាស់មកវិញនារដូវនោះស្ទឹងសៀមរាបដែលមានប្រភពទឹកហូរចេញពីភ្នំគូលែនហើយក៏ហូរចាក់ទៅទន្លេសាបនៅក្បែរជើងភ្នំក្រោមតំបន់ក្បែរច្រាំងស្ទឹងសៀមរាបគឺជាតំបន់ដែលដីពោពេញទៅដោយជីវជាតិណាស់វាទំនងជាការពិតនៅតំបន់អង្គរដែលដូចគ្នាទៅនឹងតំបន់រលួសគឺប្រជាជនធ្វើស្រូវទៅតាមតំបន់ក្បែរជើងភ្នំរួចទើបបន្តមកធ្វើស្រូវឡើងទឹកវិញម្ដងព្រោះស្ទឹងបាននាំទឹកឲ្យជន់លិចឡើងខ្ពស់មានស្លាកស្នាមនៃការប្រកបរបរកសិកម្មរបស់បុព្វបុរសខ្មែរជាច្រើនកន្លែងនៅផ្នែកខាងលិចនិងខាងត្បូងក្រុងអង្គរក្នុងចន្លោះនៃការស្ថាបនាស្លាកស្នាមទាំងនេះគេអាចកត់សម្គាល់បានថាប្រាសាទអកយំគឺជាប្រាសាទមួយដែលស្ថិតនៅចំកណ្ដាលទីក្រុងដែលត្រូវគេបោះបង់ចោលក្នុងកំឡុងឆ្នាំនៃសតវត្សទី11ហើយទីក្រុងត្រូវបានគេជីកធ្វើជាបារាយណ៍ទឹកទុកវិញគឺបារាយណ៍ខាងលិចទីក្រុងនេះប្រហែលបានត្រូវគេបោះបង់ចោលនៅពេលដែលព្រះបាទជ័យវរ្ម័នទី2ឡើងគ្រងរាជ្យនៅខាងកើតក្រុងអង្គរមានប្រាសាទតូចមួយឈ្មោះកុដស្វរៈប្រហែលជាត្រូវសាងឡើងដើម្បីរំលឹកដល់អនុស្សាវរីយ៍នៃវិសាលភាពដ៏ធំធេងរបស់ស្ដេចតែមួយអង្គដដែលនេះចំពោះព្រាហ្មណ៍ប្រោហិតរបស់ព្រះអង្គនៅក្នុងប្រទេសត្រូវបានប្រជាជនប្រកបមុខរបរកសិកម្មហើយនឹងមានប្រជាជនរស់នៅកកកុញមុនពេលដែលព្រះបាទយសោវរ្ម័នជ្រើសរើសដើម្បីជាទីក្រុងតទៅទៀតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចនិងមន្ត្រីជាច្រើននោះបានធ្វើឲ្យតំបន់អង្គរបានបង្ហាញឲ្យឃើញថាវាមានលក្ខណៈពិសេសដែលធ្វើឲ្យคล้ายទៅជារមណីយដ្ឋានតែមួយគត់ដែលមានសុខដុមរមនានិងភ្នំបាខែងដោយក្រុងបានព័ទ្ធបញ្ចូលនៅភ្នំដ៏ពិសិដ្ឋមួយនេះនៅក្នុងជំនឿនៃប្រពៃណីរបស់ប្រជាជនឥណ្ឌានៃពិភពលោកគឺជាភ្នំព្រះសុមេរុហើយនៅទីនោះមានអាទិទេពជាច្រើនគង់នៅមួយផ្នែកទៀតនៅលើភ្នំកៃឡាសគឺជាអាសនៈរបស់ព្រះសិវៈទីបញ្ចប់គឺភ្នំកលែននេះហើយដែលព្រះបាទជ័យវរ្ម័នទី2បានធ្វើឲ្យទៅជាភ្នំដ៏ពិសិដ្ឋដែរយសោវរ្ម័នបានជ្រើសរើសយកភ្នំបាខែងតែព្រះអង្គមិនបានពេញចិត្តនឹងភ្នំបូកនិងភ្នំក្រោមទេពីព្រោះភ្នំទាំងនេះ
ទៀបជាងនិងមួយទៀតខ្ពស់ជាងឯកន្លែងដែលមានវិសាលភាពនោះក៏តូចដែរប៉ុន្តែវាអាចជាច្រកចូលដ៏ល្អទៅកាន់ទីក្រុងម្យ៉ាងទៀតភ្នំបូកនៅឆ្ងាយពីទន្លេសាបពេកឯចំណែកភ្នំក្រោមវិញនៅជិតទន្លេសាបពេកដែរអញ្ចឹងហើយវាគឺងាយស្រួលធ្វើឲ្យមានការលិចលង់ដល់លំនៅឋានរបស់ប្រជាជនទៀតផងភ្នំបាក់ខែងជាកន្លែងដែលស្ថិតនៅជិតស្ទឹងសៀមរាបបំផុតហើយក្រុងនេះនៅក្រៅតំបន់ដែលរងនឹងការលិចលង់ហើយស្ទឹងសៀមរាបបានមានទឹកហូរមិនដាច់ជាហេតុធ្វើឲ្យខ្សែក្រវ៉ាត់ទីក្រុងបានវាពុំទទួលបាននូវការលិចលង់ចំពោះការឡើងជន់ខ្លាំងនៃបឹងទន្លេសាបដែរគឺជាទីក្រុងមានស្តុកទឹកមួយដែលមានលទ្ធភាពសម្រាប់បង្ហូរទឹកបញ្ចូលនិងស្តុកទឹកបានស្រួលហើយសម្បូរទៅដោយត្រីស្ទើរតែមិនចេះរីងស្ងួតវាជាការចម្លែកចិត្តខ្លះដែរដែលព្រះបាទយសោវរ្ម័នបានសម្រេចចិត្តចាកចេញពីទីក្រុងហរិហរាល័យដោយមកតាំងទីក្រុងថ្មីមួយដែលមានចម្ងាយ20គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងចាស់នៅក្នុងរាជធានីហរិហរាល័យគ្រប់សំណង់ទាំងអស់ត្រូវបានរាប់បញ្ចូលទៅក្នុងផែនទីដែលបានរៀបចំរួចហើយស្ដេចក្មេងដែលបានសម្រេចចិត្តស្ថាបនារាជធានីថ្មីមួយនេះព្រោះតែព្រះអង្គចង់ធ្វើរាជធានីនេះឲ្យคล้ายទៅជាមជ្ឈមណ្ឌលសាសនានៃប្រទេសជាតិនៅក្នុងព្រះរាជាណាចក្ររាជធានីគឺជាកន្លែងមួយដែលប្រមូលផ្ដុំទៅដោយអាទិទេពទាំងឡាយនៃពិភពលោកភាពពិតជាបេះដូងនៃប្រទេសជាតិពិភពលោករបស់អាទិទេពគឺបានជួយឲ្យមានវិបុលសុខដល់អាណាចក្រទាំងមូលរមណីយដ្ឋានអង្គរបានបង្ហាញឲ្យឃើញពីលក្ខណៈសម្បត្តិដ៏ពិសេសពីការការពារប្រទេសនិងការធ្វើពាណិជ្ជកម្មរបស់ពួកគេវាក៏បានបញ្ជាក់ឲ្យឃើញនៅមហិច្ឆតានៃជំនឿរបស់ព្រះបាទយសោវរ្ម័នដែលបានជ្រើសរើសយកតំបន់អង្គរពីព្រោះការលេចចេញនៅភ្នំបាក់ខែងប្រៀបបីដូចជាពូលមួយដែលមានស្ទឹងសៀមរាបប្រកបដោយទឹកហូរឥតឈប់នឹងបឹងទន្លេសាបជាអាងស្តុកទឹកបម្រុងសម្រាប់ប្រជាជនគឺជាការផ្ចង់ឲ្យមានការចាប់បដិសន្ធិនៅយុគសម័យថ្មីមួយដែលភាគច្រើនគេមិនសូវស្គាល់វាមានសម្ភារៈសំខាន់ជាច្រើនសម្រាប់រៀបចំធ្វើជាតំណាងឲ្យរូបធាតុដូចជានៅលើភ្នំគូលែនទឹកស្ទឹងហូរកាត់លឹងបរិសុទ្ធទាំងឡាយដែលគេឆ្លាក់នៅលើបាតស្ទឹងជានិមិត្តរូបនៃព្រះសិវៈទឹកទាំងនេះជាទឹកបរិសុទ្ធដោយផុសចេញរបស់អាទិទេពដែលនាំមកនៅដីមានជីវជាតិធ្វើឲ្យមានភាពបរិបូរទៅដោយផលហើយក៏ធានាឲ្យមានបរមសុខនៅរាជធានីនៃព្រះរាជាណាចក្រទាំងមូលផងដែរចំណែកនៅលើភ្នំបាក់ខែងឯណោះវិញមានប្រាសាទដ៏សំខាន់មួយដែលបានសង់ឡើងមានសន្តានដូចជាបន្ទាយឬបាយសីសិលាចារឹកនៅស្តុកកក់ធំបាននិយាយបញ្ជាក់ពីការកសាងអង្គរថាស្ដេចបានតាំងខ្លួនឲ្យដូចជាអាទិទេពនៃពិភពកណ្ដាលហើយព្រះគ្រូរបស់ព្រះអង្គគឺជាមនុស្សឆ្លៀសវៃគឺវាមសិវៈបានកសាងលឹងបរិសុទ្ធនៅកណ្ដាលគោលបំណងរបស់យសោវរ្ម័នក្នុងការផ្លាស់ប្ដូររាជធានីនោះពុំមែនដោយមានបរមសុខធម្មតាដោយបានយកឈ្មោះរបស់ខ្លួនទៅដាក់ឈ្មោះរាជធានីប៉ុណ្ណោះទេគឺជាការសម្រេចចិត្តដើម្បីធ្វើនិវេសដ្ឋានដ៏ពិសិដ្ឋដែលជានិមិត្តរូបនៃការរៀបចំទឹកដីឲ្យទៅជាទឹកដីរបស់អាទិទេពដែលបញ្ចេញកាំរស្មីបានដល់គ្រប់កន្លែងទាំងអស់នៃព្រះរាជាណាចក្រភាពក្រអឺតក្រទមគឺជាឫកពីរបស់ស្ដេចប៉ុន្តែការបន្ទាបខ្លួននេះគឺជាអំពើត្រូវតាមច្បាប់របស់សាសនាហើយការធ្វើឲ្យមានការបង្រួបបង្រួមនៅបដិហាដ៏សាមញ្ញនៃបរមសុខរបស់មហាចក្រពត្តិធិរាជមួយ